កម្ពុជាថៃបានប្រាប់ដូចគ្នាទៅមហាយៈចិនពីឆន្ទៈកាត់បន្ថយភាពតានតឹងនៃចំនួនជាមួយគ្នាហើយចង់ងាកមកអនុវត្តបទឈប់បាញ់ឡើងវិញឆន្ទៈនេះត្រូវបានបង្ហាញក្នុងថ្ងៃដែលបេសកជនពិសេសរបស់ចិនធ្វើដំណើរមកប្រទេសទាំងពីរដើម្បីសម្របសម្រួលឲ្យមានបទឈប់បាញ់ឡើងវិញលោកគូជាគង់អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងនៅថ្ងៃទី18ខែធ្នូឆ្នាំ2025ថារដ្ឋមន្ត្រីការបរទេសចិនឯកឧត្តមវ៉ាងយីបានសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជានិងលោកសង្កស័កភុងកេតកែវរដ្ឋមន្ត្រីការបរទេសថៃក្នុងជំនួបនោះប្រមុខការទូតកម្ពុជាថៃសិតតែប្រាប់ប្រមុខការទូតចិនដូចគ្នាក្នុងឆន្ទៈបន្ធូរបន្ថយភាពតានតឹងជាមួយគ្នានិងអនុវត្តបទឈប់បាញ់ថ្លែងប្រាប់ភាគីកម្ពុជាថៃរដ្ឋមន្ត្រីការបរទេសឯកឧត្តមវ៉ាងយីបានមានប្រសាសន៍ថាជំវិញបញ្ហាព្រំដែនកម្ពុជាថៃចិនតែងតែតស៊ូមតិគាំទ្រឲ្យមានការសន្ទនាដោយសន្តិវិធីនិងរក្សាជំហរដ៏យុត្តិធម៌និងមិនលំអៀងព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ានជាងនេះទៀតបេសកជនពិសេសមួយរូបសម្រាប់កិច្ចការអាស៊ានរបស់ក្រសួងការបរទេសចិនត្រូវបានបញ្ជូនមកកម្ពុជាថៃដើម្បីជួយជាស្ពាននិងខិតខំប្រឹងប្រែងសម្របសម្រួលស្ដារសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញសូមជម្រាបថាបទឈប់បាញ់និងចង់បានសន្តិភាពគឺជាអ្វីដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាតែងតែប្រកាសចង់បានកន្លងមកកម្ពុជាតែងតែគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នានៅចំពោះមុខសាក្សីឯកឧត្តមប្រធានាធិបតីដូណាល់ត្រាំនាយករដ្ឋមន្ត្រីម៉ាឡេស៊ីឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមប៉ុន្តែថៃវិញបើជាចង់បានសង្គ្រាមមិនគោរពតាមកិច្ចព្រមព្រៀងគ្រប់យ៉ាងដែលបានចុះហត្ថលេខាជាមួយកម្ពុជាគណៈនាយករដ្ឋមន្ត្រីសៀមលោកអនុទានឆាវិរៈគុលនិងយោធាសៀមប្រឹងបន្តពង្រីកចំនួនហើយបើកការវាយប្រហារមកលើកម្ពុជាសាជាថ្មីតាំងពីថ្ងៃទី7ធ្នូរហូតមកទល់ពេលនេះមិនទាន់បញ្ចប់ទេ